បាទសួស្តីពុកម៉ែបងប្អូនបាទឥឡូវជួបជាមួយខ្ញុំបាទបកកយមិនស្រែទៀតហើយបាទឥឡូវដល់ពេលល្ងាចហើយបងប្អូនយើងដល់មកដាក់ចំណីឲ្យម្ដងទៀតហើយបាទសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តចិញ្ចឹមមាន់មិនថាតិចមិនថាច្រើនបាទអាចមើលវីដេអូនេះខ្ញុំបាទនឹងចែករំលែកនៅបទពិសោធន៍ខ្លះពីការចិញ្ចឹមមាន់ស្រែលក្ខណៈគ្រួសារដើម្បីឲ្យពុកម៉ែបងប្អូនបានដឹងពីរបៀបចិញ្ចឹមរបៀបថែទាំនិងរបៀបច្នៃចំណីឲ្យមាន់ស៊ីបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលចង់ចិញ្ចឹមមាន់ឲ្យបានផលហើយចិញ្ចឹមទៅកុំឲ្យបរាជ័យបាទទី1ពុកម៉ែបងប្អូនបាទយើងធ្វើត្រង់ហើយត្រង់ធ្វើយើងធ្វើត្រង់សម្រាប់ដាក់មេមាន់ផ្សេងហើយនឹងមាន់កំប៉ុនសម្រាប់លក់ផ្សេងបងប្អូនយើងកុំដាក់ចូលគ្នាដូចខ្ញុំចេះខ្ញុំធ្វើត្រង់ដាក់ផ្សេងគ្នាទេបងប្អូនគឺមេមាន់គឺខ្ញុំដាក់ផ្សេងបើសិនតែបងប្អូនដាក់មេមាន់ហើយលាយឡំជាមួយអាមាន់សាច់នេះគឺវាអត់កើតទេបងប្អូនវាយប់ឡើងវាធម្មតាមាន់មេដែលវាពងមិនទាន់អស់វាតែងតែវាអត់ទាន់ក្រាបទេវានៅដេកក្រោកសបុកអញ្ចឹងអាមាន់សាច់យើងដាក់ទៅបុកច្បល់គ្នានោះវាអាចឡើងទៅដេកលើអាសបុកនឹងហើយវានឹងបាទវាជន់ឬក៏វាជុះអាចជួយទៅដាក់អាប្អូនមាន់ដែលមេមាន់ពងមិនទាន់អស់តែប៉ុន្តែវាពងអស់ហើយវាក្រាបអត់អីវិញទេបងប្អូនហើយទី2គឺពេលដែលយើងធ្វើត្រង់វារួចហើយបងប្អូនដូចជាអាមាន់សាច់នេះគឺយើងកុំបាទចិញ្ចឹមប្រឡែងវាឲ្យវាដើរបាទទៅដល់ផ្ទះគេអីគឺយើងហុំស្បៃយើងហុំមកហើយទៅបងប្អូនរៀបចំមកហើយបាទបន្ទាប់មកបើសិនតែយើងបានកូនមាន់ញាស់មកយើងធ្វើវាក់សាំងវាហើយយើងធ្វើវាក់សាំងវាបាន5ដងអីទៅបងប្អូនបើបាន5ដងនេះក៏បាន3ដងតែបើយកល្អបដ ாய் គឺ5ដងបងប្អូនគឺយើងបន្តផ្នែកវា4ដងទៅយើងបន្តមាត់វាម្ដងហើយតមកយើងដាក់វាលើទ្រុងបងប្អូនយើងកុំតន់ទម្លាក់វាយើងត្រូវការឲ្យវានៅលើទ្រុងសិនហើយចាំវាត្រៀងទ្រឹសវាបានកាលូនិយាយចំទៅចាប់ពី3 4ខាំបើបានចាប់ពី4ខាំឡើងក៏កាន់តែល្អដែរបងប្អូនយើងសូមទម្លាក់វាដល់ពេលយើងទម្លាក់វាមកដីវាអត់អីទេបងប្អូនវាដឹងរកកន្លែងជ្រោកភ្លៀងជ្រោកអីជាពិសេសខែវស្សាចេះគឺយើងធម្មតារដូវវស្សាតែតែភ្លៀងបាទចាច់ដែរបងប្អូនបើយើងទម្លាក់វាមកតូចពេកហ្នឹងគឺវាអត់ល្អទេវាអាចនឹងបាទប៉ះភ្លៀងប៉ះអីទៅវានៅតូចវាល្ងាវាងាប់ខាតមន់យើងបងប្អូនបាទហើយបន្ទាប់ទៀតនោះគឺការច្នៃចំណីឲ្យមន់ស៊ីដែរបងប្អូនគឺយើងត្រូវការច្នៃចំណីដើម្បីកុំឲ្យចុះថវិកាប្រើចំណីផ្សារច្រើនហើយយើងចុះថវិកាប្រើចំណីផ្សារច្រើនហើយសុខភាពមន់របស់យើងនឹងវាអត់សូវល្អទៀតបងប្អូនហើយចំណីដែលយើងច្នៃគឺមានដើមចេកដើមតកួនហើយនឹងស្លឹកបន្លែផ្អែមបងប្អូនអាចយកហាន់វាឲ្យស្ដើងទៅហើយយើងចិញ្ច្រាំវាឲ្យរៀងម៉ត់ឬក៏មានម៉ាស៊ីនអីយើងកាត់នឹងម៉ាស៊ីនទៅបងប្អូនមកថាមួយម៉ន់យើងស៊ីបានយើងយកបលលាជាមួយស្រូវជាមួយកតុកមួយកញ្ចុងកអីខ្លះទៅនឹងយើងប្រើចំណីផ្សារបន្តិចបន្តួចទៅយើងយកបលវាឲ្យសពចូលគ្នាយើងសូមយកមកដាក់ឲ្យមន់របស់យើងស៊ីបងប្អូនហើយការធ្វើអញ្ចឹងវាចំណេញណាបងប្អូនហើយនេះពិតជាមន់ដែលខ្ញុំដាក់វានៅលើទ្រុងឡើយបងប្អូនយើងអត់ទាន់ទម្លាក់វាទេចាំវារៀងទ្រឹសបាទយើងទម្លាក់វាមន់ដូចខ្ញុំបាទរៀបរាប់អញ្ចឹងបងប្អូនបើសិនតែយើងបញ្ញាទម្លាក់វាពេកគឺវាអត់សូវល្អទេយើងដាក់វាលើទ្រុងសិនអញ្ចឹងទៅចាំអាទ្រឹសដូចនៅក្រោមនេះអានឹងវាអត់ជាបញ្ហាអីទេបងប្អូនបើដោយអានៅលើទ្រុងនេះនៅតូចអញ្ចឹងគឺយើងកុំទាន់ទម្លាក់វាប៉ុណ្ណឹងបងប្អូនបើសិនជាភ្លៀងមកចង្អាតនៅឈោហាលភ្លៀងហ្នឹងហើយតែប៉ះភ្លៀងតែ1ម៉ោង2ម៉ោងអីសកុល្ងាងក់ខ្ទេចបើយើងដាក់អញ្ចេះអត់អីទេបងប្អូនវានៅលើទ្រុងអញ្ចេះហើយយើងធ្វើអញ្ចឹងធ្វើអីយើងយកអីខាំងក៏មកភ្លៀងសាចដល់វាទៅតែអានេះទ្រុងនេះក៏សម្រាប់ដាក់តែកូនមន់ដែលយើង
อายุវាចាប់ពី10ថ្ងៃឡើងដែរបងប្អូនមើលអាកូនមន់ទៅញាស់ហ្នឹងគឺយើងអត់ដាក់ត្រង់រៀងអញ្ចឹងធ្វើពីស្បៃវាលចឹងទេគឺអញ្ចឹងគឺយើងធ្វើឲ្យចិត្តពីព្រោះមន់កូនមន់តូចៗនេះវាត្រូវការកម្ដៅបើខែប្រាំងយើងអត់សូវពិបាកថែទេបងប្អូនខែប្រាំងកូនមន់តូចៗស្រួលថែបើមន់ធំយើងគាត់ថាគ្នាក្តៅនេះទៅយើងបាញ់ទឹកបាញ់អីដាក់ដីឲ្យវាប្រមងដីប្រមងអីទៅបើកូនមន់ក្តៅកាលណាគឺល្អកាលហ្នឹងតែមិនមែនក្តៅអុយនៅហាក្តៅទេណាបងប្អូនគឺយើងដាក់វាក្នុងម្លប់តែវាយើងធ្វើដែលអាចាំងទ្រុងហ្នឹងចិត្តពីព្រោះខែប្រាំងយើងអត់ដាក់មេវានៅជាមួយយូរទេបងប្អូនជួនកាល3ថ្ងៃនេះយើងដកមេវាចេញហើយការដាក់ជាមួយមេហ្នឹងក៏យើងមិនមែនដាក់ដីដែរគឺយើងយកដាក់លើទ្រុងតែគាត់ថាយើងដាក់មេដើម្បីឲ្យមេក្រុងវាបានកម្ដៅ 2-3 ថ្ងៃទៅវារឹងដៃរឹងជើងទៅយើងឈប់ដាក់មេវាយើងដកមេវាចេញទៅដាក់កន្លែងទ្រុងមេវិញឈ្មោលជន់បាទឆាប់ពងបើយើងទុកវាឲ្យវាបដើហ្នឹងវាខាតពេលវេលាយើងយូរបងប្អូនគឺមន់ខ្លាំងបដើឯងតន់តែ1 កន្លះគីឡូឯងតន់ចង់ឈប់បដើផងហើយមកហើយវាក្រពងបើតែប៉ុណ្ណាក្រមនេះហើយគឺយើងធួឲ្យបងប្អូនអត់មានអីបញ្ហាទៀតទេហើយយើងធ្វើវាក់សាំងវាបានគ្រប់គ្រាន់ទៀតហើយប៉ុណ្ណេះបើបងប្អូនមានចំណីបុកវិញបាទយើងមានពេលអីអាពេលថ្ងៃត្រង់វាស៊ីម្សាទៀតគឺល្អបងប្អូនវាឆាប់មានទម្ងន់ពីព្រោះមន់ប៉ុណ្ណេះតែយើងពេញបំពន់លក់ឲ្យបងប្អូនយើងនៅផ្ទះហើយយើងអាចឆ្លៀតបានបងប្អូនកុំផ្លិចចិញ្ចឹមមន់ហើយបើបងប្អូនអត់ដឹងពីវិធីចិញ្ចឹមទេបងប្អូនអាចមើលវីដេអូខ្ញុំចែករំលែកបាទនៅបទពិសោធន៍ដែលខ្ញុំមានបន្តិចបន្តួចហ្នឹងតែខ្ញុំចង់ចែករំលែកពីព្រោះខ្ញុំចិញ្ចឹមមន់នេះគឺខ្ញុំចិញ្ចឹមច្រើនឆ្នាំបងប្អូនដល់ពេលអញ្ចឹងហើយខ្ញុំមានបទពិសោធន៍ឃើញថានិយាយចំទៅបទពិសោធន៍វារៀងក្រនសមរម្យដែរបងប្អូនអាចចិញ្ចឹមទៅយើងអត់បរាជ័យហើយបងប្អូនធ្វើតាមទៅអាចនឹងបានផលទាំងអស់គ្នាអ្វីដែលខ្ញុំចែករំលែកគឺអត់ចង់បានអីទេបងប្អូនគាត់តែចង់ឲ្យបងប្អូនចិញ្ចឹមទៅយើងចិញ្ចឹមឲ្យបានផលទាំងអស់គ្នាកុំឲ្យចិញ្ចឹមយូរទៅបាក់ទឹកចិត្តលែងចង់ចិញ្ចឹមបងប្អូនពីព្រោះបងប្អូនចិញ្ចឹមតែយើងចិញ្ចឹមអត់កើតមិនថាបងប្អូនថាខ្ញុំទេបាក់ទឹកចិត្តតែខ្ញុំបាទដល់កម្លាំងចិត្តឲ្យបងប្អូនព្យាយាមតស៊ូចិញ្ចឹមឲ្យយើងឧស្សាហ៍មើលបាទគេអ្នកធ្លាប់ចិញ្ចឹមមុនមិនបាច់ថាវីដេអូខ្ញុំឬក៏វីដេអូបងយកគាត់ឬក៏បងប្អូនដែលគាត់ចែករំលែកពីការចិញ្ចឹមមន់នេះដូចខាងបងខាងកសិដ្ឋានធំអីអានឹងគាត់ចិញ្ចឹមបងប្អូនមើលគាត់បាទយកតាមគាត់ខ្លះទៅតែគាត់ថាការចិញ្ចឹមរបស់គាត់នឹងគឺគាត់មានការប្រុងប្រយ័ត្នរបស់គាត់ខ្ពស់បងប្អូនបងខាងកសិដ្ឋានធំមកហើយគាត់មើលថែរត់ដល់តែបើបងប្អូនចង់ចិញ្ចឹមជាលក្ខណៈគ្រួសារយើងមើលថែអត់បានដល់ដូចខ្ញុំអញ្ចឹងយើងធ្វើស្រែធ្វើចំការផងហើយយើងឆ្លៀតពេលមកចិញ្ចឹមមន់ចាំអីផងតែខ្ញុំអាចចិញ្ចឹមកើតអត់បរាជ័យបងប្អូនគឺទី1គឺខ្ញុំដឹងពីវិធីធ្វើវាក់សាំងទី2ខ្ញុំដឹងពីវិធីធ្វើទ្រុងសម្រាប់ដាក់កូនមន់តូចធំផ្សេងហើយនឹងទ្រុងសម្រាប់ដាក់មេមន់ផ្សេងមន់សាច់ផ្សេងហើយជាពិសេសគឺខ្ញុំចេះច្នៃចំណីឲ្យមន់ស៊ីបងប្អូនព្រោះការច្នៃចំណីនេះវាមានអត្ថប្រយោជន៍យើងមើលទៅអត់តំណងទេបងប្អូនយើងគិតថាជាសាមញ្ញតែមិនមែនសាមញ្ញទេបងប្អូនគឺតាំងពីខ្ញុំធ្វើអញ្ចឹងមកឃើញថាខ្ញុំចិញ្ចឹមអត់ដែលបរាជ័យទេបងប្អូនព្រោះការធ្វើអញ្ចឹងទី1បងប្អូន
đơm chơi đơm tụi cuốn ấy cứ việc mình chia từ chẹo hay bom ôn rồi may mơ là may tha mà nô ta sát đi bởi phần thì dương lên là bao kim mi khăng sống phía là oi bom ônแต่bây giờ hộp là bao thòng chiết bao vốn đăng hay thà là bao thòng chiết hộp đầu việc là oสำหรับสุขภาพมนุษย์ไม่สั่นจังบางคนเราเพียเดิมจีเดิมตะกู้วิมีจิตติเจ้าบางคนเลยน้ำมือยืงเหม็นอัดเปรย์อย่างในตาได้ยืงเปรย์ก่อนตายืงเปรย์ติดยืงเพื่อยังต้องสุขภาพมอนยืงก่อนล้อสำคัญที่นู้คือยืงอัดจอกถาวิกาเจริญตัวกาจำนายเลยจำในซาบางคนก็สมัยมือมอนยืงแต่ปีใบร้อยต่างตัวต่างทอมmấy mà ngay ôi siปีดองบางคนไม่ดองใบดองนี่คือยืงจอกถาวิกาเจริญนะไปยืงโอ้ยสิที่ยาเจ็ดแบบจังยืงตรกาโอซีเจริญlà vì ết bây giờ lên chấm này xa sót mai thế bóng phôn ơi chúng ta mấy ta mình chỉnh đánh nhé bóng phôn rồi tha bây giờ trâu chỉnh đánh đo 50 pi rồi viên nó sau tới 30 pi rồi thì việc bắt ở 20 pi rồi số bây tại và đáp đại chấm này nia bóng phôn bây giờ trâu chơi này bao giờ bóng phôn cùng ý nỉ cùng tại tình kia nằm thì khát đây bóng phôn này bao em đâu dừng miền à xây bên đây dừng cắt rồi đang can đây dừng do mặt đạn về đâu bóng phôn dừng này bao giờ chứ hiểu thôi cho thạo về ca bóng phôn dừng tờ lơ ca tình bỏ kia trong bị vì ở chấm nhanh như bóng phôn này rất là bao giờ này bàn chẳng dừng chơi này bao giờ bóng phôn là bay ôi giờ nhanh thạo về ca có môi cho thạo về ca bây giờ thì châm lại cái này cứ xa chứ nhưng này miền cầm nát chưa miền ấy rồi miền ấy ông chỉ cho thì vay đạo vi thư gì chứ nụ ôi mòn đó mà còn chỉ cầm đạo cra viền đầy rồi ca đại chấm này ôi mòn trên đây bằng phồn mà dùng miền pê thì hiện đại bị riêng bị ngày tịnh mó rồi đọc về xi so cho bằng phồn xi so chứ thầm rom từ viên lợn thần nôm nướng lợn đi nướng việc xi mà xa tiết rồi dựng đại dục pé việc xi đối với lợn đi à bằng phồn so chấm này nướng cứ việc khôi chấm này bằng phồn phật lớn vì ai ô mày việc đó đờm tụ cuốn làm ấy nếu mà dương tụ đọc tự nào mà dương bò chu khi hơi nó có vì ở ai như thế bằng phồn đọc tự việc xi việc ấy thì còn thao vì ở sâu là o sầm rạp mòn dương bởi dương đã riêng vì ngày chứ vì là để anh đi sầm rạp từ miền péเลยbang phồn mà ở miền pé đi nhóm mà chúng cá nó đằng đã ở ôi xia to nó lên sâu co mà có bông pi bông ba giấy tông pi mông môi mông pi này dương bị nhặt được sậy ở bởi ngày nào miền pé đó có dương đại chẳng tao ôi thừa vì xi chẳng tao bởi dương đã riêng vì ngày rồi ngày khác thôi dương là vô bang phồn gặp nặng đây lại chấm cá kia chẳng ai bang phồn bài video này miền Tây Bắc thì bang phồn ở con trơnสำหรับการตามดานวิดีโอខ្ញុំកន្លងមកហើយអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលបានចុចសញ្ញារូបកណ្ដឹងឲ្យខ្ញុំហើយបើសិនបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បាទសូមចុចសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីបាទពុកម៉ែបងប្អូនបានទស្សនានិងបានដឹងពីការចិញ្ចឹមមាន់ការថែទាំមាន់ការធ្វើចំណីឲ្យមាន់ការធ្វើបាក់សាំងមាន់ជាបន្តទៀតខ្ញុំនឹងធ្វើវីដេអូចែករំលែកប្រាប់ដល់ពុកម៉ែបងប្អូនដែលបានដឹងទាំងអស់គ្នាបាទ